សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយខ្ញុំធី0ម្ដងទៀតហើយថ្ងៃនេះខ្ញុំបានមកលេងហ្គេម Grow Garden 2ហើយខ្ញុំក៏បានមកដាំ Bamboo ចំនួន200ដើមដើម្បីរកលុយហើយខ្ញុំក៏បានមករកចាំដើម្បីឲ្យ Seed Reset ដើម្បីទិញ Bamboo បន្ថែមទៀតឲ្យគ្រប់ចំនួន200របស់យើងឥឡូវនេះយើងបាន29ហើយបន្ទាប់ពីការទិញយ៉ាងយូរយើងក៏បាន Bamboo 100 Seed ហើយដូច្នេះយើងក៏បានរងចាំទិញបន្តទៀតដើម្បីឲ្យគ្រប់200 Seed របស់យើងគឺថានៅពេលនេះយើងបាន146ហើយកាន់តែចិត្តគ្រប់ទៅហើយគឺថាយើងបាន191 Seedហើយកន្លែងនេះខ្ញុំក៏បានឃើញសត្វ Mythical មួយដូច្នេះខ្ញុំក៏បានទិញតម្លៃ3លានហើយសត្វនេះមានសមត្ថភាពឡើងដូចតែយើងក៏ខ្វល់យើងធ្វើការទៅទិញបន្តទៀតប៉ុន្តែនៅសល់ពេលទំនេរខ្ញុំក៏បានមកប្រម៉ូទ Bamboo ទាំងអស់នេះឲ្យអស់ដើម្បីដឹងចំនួនថា200ដើមយើងទទួលបានលុយប៉ុន្មានគឺថាឥឡូវនេះយើងបានប្រមូលរបស់នៅក្នុងចម្ការរបស់យើងឲ្យអស់ហើយដូច្នេះយើងរងចាំទិញស៊ីតបន្តទៀត
គឺថាឥឡូវនេះយើងចាត់គ្រប់សិទ្ធិហើយដូច្នេះយើងរងចាំវាបន្តទៀតនៅពេលនេះគឺយើងគិតចំនួន200គត់តែម្ដងបន្ទាប់ពីរៀបចំ sprinkler និងដាក់ក្តានរួចមកខ្ញុំក៏បានយកវាទៅដាំតែម្ដងទៅបាទតែមុននឹងធ្វើការដាំខ្ញុំសូមជីកដំណាំនេះទៅខាងនោះឲ្យអស់សិនកុំឲ្យវារញ៉េរញ៉ៃពេកនៅពេលនេះយើងក៏បានរៀបចំវារួចរាល់ហើយដូច្នេះយើងក៏បានដាក់ sprinkler ដើម្បីដាំ bamboo របស់យើងនៅពេលនេះយើងក៏បានដាំហើយអស់ហើយដែរដូច្នេះយើងក៏បានចាំមួយថ្ងៃសិនឲ្យជាប់ទៅលើវាសិនចាំយើងយកទៅលក់ដើម្បីឲ្យបានលុយច្រើនខ្ញុំក៏បានAFKវាទុកចោលរយៈពេល1ថ្ងៃដើម្បីចង់ដឹងថាបានលុយប៉ុន្មាននៅមួយថ្ងៃសិនប៉ុន្មានឥឡូវនេះគឺបានមកដល់ថ្ងៃថ្មីហើយដូច្នេះខ្ញុំក៏បានមកប្រម៉ូទ bamboo របស់ខ្ញុំគឺបានជាប់មួយថ្ងៃសិនរឿងច្រើនដែរបន្ទាប់ពីប្រមូលអស់រយៈពេលយ៉ាងយូរមកខ្ញុំក៏បានពេញដូច្នេះខ្ញុំក៏បានយកវាមកលក់គឺយើងលក់បានចំនួន 2.26 លានឥឡូវនេះខ្ញុំលក់ហើយដូច្នេះខ្ញុំរងចាំរហូតដល់ថ្ងៃស្អែកដើម្បីឲ្យវាជាប់ថ្ងៃសិនបន្តទៀតដើម្បីខ្ញុំយកវាមកលក់បន្តទៀតឥឡូវមកដល់ថ្ងៃស្អែកហើយប៉ុន្តែមួយថ្ងៃសិនថ្ងៃនេះទីជាម្សិលមិញប៉ុន្តែឥឡូវយើងក៏ខ្វល់យើងមកប្រម៉ូទ bamboo របស់យើងឲ្យអស់តែម្ដងទៅ
គឺថាយើងទទួលបាន 1.04 លានដូច្នេះ Bamboo 200 ដើមគឺយើងទទួលបាន 3.66 លានគឺថាគ្មានអីច្រើនទេដូច្នេះវីដេអូរបស់យើងក៏បានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ម្នាក់មួយផង